មកខ្លួនឯងពីមុនចង់ខ្លាចអ្នកទាំងអស់គ្នាមុនខ្ទុះជាប់ខ្មៅស្អាប់យ៉ាពេល6ខែដូរមកបានប៉ុណ្នេះវិញសប្បាយចិត្តមែនតើសម្រាប់ខ្ញុំហើយនេះជាអ្នកនៅពីក្រោយរឿងនេះហើយបើសិនជាអ្នកទាំងអស់គ្នាចង់លាប skin care បានត្រឹមត្រូវជាដំបូងអ្នកទាំងអស់គ្នាត្រូវសម្អាតមុខខ្លួនឯងសិនអ្នកទាំងអស់គ្នាអាចសម្អាតមុខខ្លួនឯងដោយ toner pad បើអ្នកទាំងអស់គ្នាមានពេលអាចបិទម៉ាស់មួយសន្លឹកទៀតទៅដើម្បីជួយបន្ថែមវីតាមីនទៅលើមុខយើងបន្តមកខ្ញុំប្រើជាមួយនឹងសេរ៉ូមលំមៀ Stem Cell ខ្មុំចំណុះ 30 ml របៀបប្រើច្បាច់បន្តិចលាបនៅលើផ្ទៃរបស់យើងស្រាលៗហើយអាចប្រើបានទាំងពេលយប់និងពេលថ្ងៃសេរ៉ូមលំមៀ Stem Cell វាជាផលិតផលសម្រាប់ផ្ដល់សំណើមដល់ស្បែកធ្វើឲ្យស្បែកសបង្រួមរុនរោមបន្ថែមភាពភ្លឺថ្លានិងជួយស្បែកមុខយើងដែលខូចឲ្យវាល្អប្រសើរមកវិញបន្តមកខ្ញុំប្រើជាមួយនឹងគ្រីមគឹកខ្យងសាច់គ្រីមខាប់ចំណុះ 15 ក្រាមយើងបៀកបន្តិចលាបលើផ្ទៃមុខរបស់យើងស្រាលៗហើយអាចប្រើបានទាំងពេលយប់និងពេលថ្ងៃគ្រីមគឹកខ្យងនេះវាជាផលិតផលសម្រាប់ស្បែកស្អាប់ងាយប្រតិកម្មអាចរុយនិងស្នាមចុងខ្មៅបន្តមកខ្ញុំប្រើជាមួយនឹងគ្រីមល្មៀតសាច់គ្រីមខាប់ចំណុះ 15 ក្រាមបៀកបន្តិចដាក់នៅលើផ្ទៃមុខហើយលាបស្រាលៗវាអាចប្រើបានតែពេលយប់ទេគ្រីមល្មៀតនេះហើយគ្រីមល្មៀតនេះឯកទេសព្យាបាលមុនអាចរុយស្នាមជាំខ្មៅនិងស្បែកដែលងាយប្រតិកម្មអរគុណបងប្អូនទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ